បាទអញ្ចឹងចូលទៅវីដេអូបន្ទាប់គឺយើងនឹងយល់ដឹងអំពីចំណុចខ្លះៗនៅលើកម្មវិធី Microsoft Excel បាទអញ្ចឹងនៅលើកម្មវិធី Excel គឺយើងត្រូវតែដឹងនិងស្គាល់ចំណុចខ្លះមុននឹងយើងចូលទៅប្រើប្រាស់វាអញ្ចឹងចំណុចដែល highlight ក្រហមទៅនេះគឺយើងហៅថា Quick Access Toolbar សម្រាប់ទុក shortcut ដែលមាន comment រួមជាច្រើនលោកអ្នកអាចធ្វើការបន្ថែមឬក៏រចនាលម្អរបស់លោកអ្នកបន្ថែមទៀតបានបាទអញ្ចឹងកន្លែងហ្នឹងគឺមាន cell មាន redo undo ហ្នឹងគឺយើងហៅថា Quick Access Toolbar ហើយចំណុច highlight ក្រហមមួយទៀតនៅផ្នែកខាងលើចំកណ្ដាលហ្នឹងគឺយើងហៅថា title bar គឺសម្រាប់បង្ហាញឈ្មោះកម្មវិធី Excel និងឈ្មោះឯកសារដែលអ្នកកំពុងប្រើបាទអញ្ចឹងអានេះគឺយើងបង្ហាញឈ្មោះឯកសារដែលយើងបាន save ដែលយើងបានដាក់ឈ្មោះបាទហើយចំណុច highlight បន្តទៅទៀតនេះដែលទាំងអស់គ្នាឃើញមួយជួរខាងក្រោមtitle bar របស់យើងហ្នឹងគឺយើងហៅថា menu tab ឬក៏ menu bar ដែលនៅក្នុងនោះវាមាន file មាន home មាន insert មាន page layout formula data review ហើយនិង view បាទអញ្ចឹងមួយជួរហ្នឹងគឺយើងហៅថាជា menu tab បាទហើយចំណុចបន្តទៀតដែលទាំងអស់គ្នាឃើញ highlight នៅក្រោម menu tab របស់យើងហ្នឹងចំណុចទាំងនេះគឺយើងហៅថា group បាទ group គឺជាបំណែកមួយនៅក្នុង tab នីមួយៗហើយនៅក្នុង group នីមួយៗមានផ្ទុកនៅប៊ូតុងបញ្ជា comment ប៊ូតុងដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយយល់និងងាយស្រួលក្នុងការប្រើប្រាស់បាទហើយចំណុច highlight បន្តទៅទៀតដែលទាំងអស់គ្នាឃើញប្រអប់ធំជាងគេនេះបាទចំណុចទៅហ្នឹងគឺយើងហៅថា formula គឺមានតួនាទីបង្ហាញឈ្មោះអនុគមដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការជ្រើសរើសឬក៏ធ្វើការគណនាលក្ខខណ្ឌអីមួយគឺវាបង្ហាញនៅក្នុងប្រអប់ formula ហ្នឹងហើយចំណុចបន្តទៀតទាំងអស់គ្នាឃើញនៅខាងក្រោមគេបង្អស់ដែលគេដាក់ sheet 1ហ្នឹងគឺទៅហ្នឹងគេហៅថា worksheet ហ្នឹងគឺជាទំព័រការងារដែលមាននៅក្នុង workbook បាទយើងអាចធ្វើការបន្ថែម worksheet បានដោយគ្រាន់តែចុចលើ insert worksheet ឬក៏យើងចុចទៅលើ shift S11 ឬក៏យើងអាចធ្វើការផ្លាស់ប្ដូរឈ្មោះ sheet ហ្នឹងបានផងដែរបាទឬក៏យើងចុចសញ្ញាបូកក៏បានដែរបាទហើយចំណុច highlight បន្តទៀតដែលទាំងអស់គ្នាឃើញមួយជួរ A ក្បាលអក្សរមានអក្សរ A ហ្នឹងគឺបាទកន្លែងហ្នឹងយើងហៅថា column អញ្ចឹង column គឺជាសំណុំនៃ cell នៅក្នុងជួរឆក្នុង worksheet មួយមាន column ប្រហែលជា16384 column ហើយឈ្មោះ column ត្រូវបានកំណត់តាមព្យញ្ជនៈ ABCD បាទហើយបន្តមកទៀតគឺបាទទាំងអស់គ្នាឃើញ highlight នៅជួរលេខ1ហ្នឹងបាទកន្លែងហ្នឹងគឺយើងហៅថា row អញ្ចឹង row គឺជាសំណុំនៃ cell នៅក្នុងជួរដេកមួយហើយនៅក្នុង worksheet មួយគឺមាន row ជាច្រើនបាទគឺដល់1លាន row ជាងបាទហើយចំណុច highlight ក្រហមនៅចំកន្លាទៅនេះគឺបាទយើងហៅថា cell អញ្ចឹង cell គឺជាចំណុចប្រសពរវាង column មួយនិង row មួយបាទអញ្ចឹងមួយ cell គឺវាប្រសពជាមួយនឹង row ហើយប្រសពជាមួយនឹង column បាទអញ្ចឹងវីដេអូទាក់ទងនឹងការសិក្សាផ្ទាំងកម្មវិធីនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ